សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel កង្កែបសម្រាយរឿងនៅថ្ងៃនេះផងដែរខ្ញុំនឹងយករឿងមួយមកសម្រាយជជូនអ្នកទាំងអស់គ្នាមើលកំសាន្តលេងដែលវាមានចំណងជើងថា Alien in the Arctic ដែលនិយាយអំពី Alien មួយក្រុមចុះមកផែនដីរបស់យើងហើយមានគម្រោងចង់លួចផែនដីរបស់យើងយកទៅគ្រប់គ្រងប៉ុន្តែមានក្មេងក្លាហានមួយក្រុមក៏បានតាំងកញ្ចាត់ Alien នោះផងដែរចឹងចង់ដឹងថាសាច់រឿងរបស់យើងល្អមើលនឹងកំ pl ែងប៉ុណ្ណានោះចឹងយើងចូលទៅក្នុងសាច់រឿងសង្ខេបទាំងអស់គ្នាសាច់រឿងចាប់ដើមឡើងជាមួយនឹងយានតូចៗប៉ុនៗកូនដៃចំនួន4គ្រឿងកំពុងតែធ្វើដំណើរយ៉ាងលឿនចូលមកកាន់ផែនដីរបស់យើងនៅលើផែនដីឯនេះវិញនៅក្នុងផ្ទះមួយនៅឯជាយក្រុងក៏មានក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Thomas កំពុងតែហែចូលប្រព័ន្ធគ្រប់គ្រងសាលារៀនដើម្បីចូលទៅគេបន្ទប់ប្រឡងរបស់គេកែដាក់អញ្ចឹងទៅដើម្បីកុំឲ្យឪពុកជេរកំពុងតែហែចូលប្រព័ន្ធគ្រប់គ្រងសាលារៀនដើម្បីចូលទៅកែបន្ទប់របស់គេនឹងម្ដាយរបស់ Tom ដែលមានឈ្មោះថា Nina កំពុងតែចូលទៅមើលបន្ទប់របស់កូននៅក្នុង website នឹងផងដែរហើយក៏បានហាប្តីរបស់គាត់ដែលមានឈ្មោះថា So ដែលជាឪពុករបស់ Tom នឹងឲ្យមកមើលទៀតផងហើយពេលនឹងដែរស្រាប់តែបានឃើញ Tom កែដាក់បន្ទប់របស់គេទាំងអស់ពួកគាត់ពីរនាក់ពិតជាខឹងនឹង Tom ខ្លាំងមែនតើក៏បានដឹងថា Tom កំពុងតែលួចកែបន្ទប់ខ្លួនឯងហើយបងស្រីពៅដែលមានឈ្មោះថា Hanya បានដើរមកប្រាប់ Tom ថាប៉ាកំពុងតែមកហើយពេលនឹងដែរបងស្រីរបស់ Tom ម្នាក់ទៀតដែលមានឈ្មោះថា Bethany បានផ្លោះរបងចូលតាមមកអួចមកពីដើរលេងជាមួយនឹងសង្សារគេម្នាក់ទៀតដែលមានឈ្មោះថា Ricky ភ្លាមឪពុកម្ដាយរបស់ពួកគេក៏បានចូលមកដល់ហើយបានស្ដីបន្ទោស Tom យ៉ាងខ្លាំងដែលគេចូលទៅកែបន្ទប់ប្រឡងរបស់ខ្លួនលពូស្តូតឃើញថាគ្រួសាររបស់គាត់រស់នៅមិនចូលចោះចម្រុងនឹងគ្នាទាំងហើយគាត់ក៏បានរៀបចំគម្រោងដំណើរកម្សាន្តមួយនៅទីក្រុងហើយជួបជុំបងប្អូននៅផ្ទះរបស់គាត់នៅទីនោះតែឡើងក៏បានមកដល់ពួកគេនាំគ្នាឡើងលើរថយន្តក៏បានបើកទៅផ្ទះនៅឯទីក្រុងហើយប្រហែលម៉ោងក្រោយមកក៏បានបើកទៅដល់ហើយក៏បានជួបជាមួយនឹងប្អូនរបស់លពូស្តូតដែលត្រូវជាពូរបស់ Tom នឹងឯងដែលគាត់មានឈ្មោះថា Nat ហើយនឹងកូនប្រុសរបស់គាត់ចំនួន3នាក់ទៀតមានឈ្មោះថា Jake ដែលជាកូនប្រុសច្បងហើយនឹងកូនភ្លោះ2នាក់ទៀតដែលមានឈ្មោះថា Ad និង Lee ព្រមទាំងលោកយាយ Nana ផងដែរពួកគេទៅស្វាគមន៍គ្នាយ៉ាងកក់ក្ដៅហើយមួយសន្ទុះក្រោយមក Ricky ក៏បានជិះឡានចូលមកផ្ទះនឹងដូចគ្នា Tom ដូចជាមិនសូវចូលចិត្តនឹងអាប៉ែនឹងទេដោយសារតែមើលទៅដូចជាមនុស្សបោកប្រាស់អញ្ចឹងហើយ Ricky បានដកភុយស៊ីបចេញពីឡានរបស់ខ្លួនដើម្បីកុំឲ្យដេកឆេះរួចទៅប្រាប់ឪពុករបស់ Tom ដែលលោកពូស្តូតនឹងថាគេមិនអាចត្រឡប់ទៅផ្ទះវិញបានទេដោយសារតែឡានរបស់គេខូចហើយ Bethany ក៏បាននាំសង្សាររបស់ខ្លួនចូលទៅលេងនៅក្នុងផ្ទះនិងបន្ទាប់ពីនឹងទៅជែកបានជួបជាមួយនឹង Thomas ហើយក៏បាននិយាយគ្នាលេងរួចហើយក៏បានជួយ Thomas យកកំភ្លើងមួយទៅបាញ់ Ricky ផងដែរតែវាមិនមែនជាកំភ្លើងមែនទេនោះទេវាជាកំភ្លើងជូរក៏បានបាញ់ Ricky ផុងផាំងតាមកម្លេចសំខាន់របស់គេធ្វើឲ្យគេជួយយ៉ាងខ្លាំង Bethany ឯនឹងក៏ពិតជាខឹងខ្លាំងមែនទែនហើយក៏បានមកយករឿងនឹងទៅប្រាប់ឪពុករួចហើយក៏យកទៅក៏មកសាំឲ្យ Ricky លពូស្តូតគាត់ខឹងនឹង Tom ខ្លាំងមែនទែនក៏បានស្ដីបន្ទោសឲ្យ Tom ដែលគេបានធ្វើរឿងឈួតឡប់បែបនេះតែ Ricky ចេញមកដើម្បីនិយាយយកមុខយកមាត់ថាគេមិនប្រកាន់នោះទេក្មេងតែប៉ុណ្ណឹងនឹងហើយអ៊ំខណៈនោះដែរលោកយាយ Nana កំពុងតែមើលទូរទស្សន៍ស្រាប់តែមានថាសចំនួន4ចុះចតនៅលើដំបូលផ្ទះហើយក៏ដាច់សេវាទូរទស្សន៍របស់គាត់មើលអីលែងឃើញ Ricky ឃើញចឹងក៏ធ្វើជាចិត្តសុំឡើងទៅមើលអង្តែនទូរទស្សន៍ហើយឲ្យ Tom ទៅជាមួយដែរពេលឡើងទៅដល់បានជន់លើនឹងបាននិយាយប្រាប់ Tom ថាខ្លួនបាននិយាយកុហកព័ត៌មានទៅខ្លួនទៅកាន់ Bethany សូម្បីតែអាយុរបស់គេក៏ខកដែរតាមពិតគេមានអាយុឡើងកញ្ចាស់ទៅហើយ Firecracker too slow រួច Ricky បានបង្ខំ Tom ឲ្យឡើងទៅខាងលើហើយគេក៏បានឃើញអង្តែនទូរទស្សន៍ធ្លុះធ្លាយដូចជាមានអ្វីមួយធ្លាក់ចំវាកំពុងតែឆ្ងល់នឹងស្រាប់តែ Jake បានឡើងមកដែរក៏បានពញាក់គេពីក្រោយក៏បានធ្វើឲ្យគេភ័យឡើងព្រឺតខណៈដែលពួកគេកំពុងតែឈួរនិយាយគ្នានឹងស្រាប់តែបានឃើញស្រមោលដ៏ធំមួយបានផុសចេញពីក្រោយរបស់ពួកគេហើយពេលងាកមើលទៅក៏បានឃើញកូនបង្គួយពី3នាក់ដែលវាគឺជា Alien នឹងឯងហើយវាមានរូបរាងដូចជាសត្វមនុស្សអញ្ចឹង Tom បានសួរ Jake ថាបានឃើញដូចអ្វីដែលគេបានឃើញឬអត់បើមិនបានឃើញទេបានន័យថាពួកគេត្រូវបានខ្មោចលួងហើយ Jake ក៏ថាគេក៏បានឃើញដូចគ្នាដែរភ្លាមនោះ Alien ចង់បាញ់សារធាតុអ្វីមួយដាក់ពួកគេប៉ុន្តែ Ricky មិនបានដឹងហើយក៏បានឡើងមកដែរចឹងហើយ Alien បានបាញ់ចំ Ricky ធ្វើឲ្យគេដួលផ្កាប់មុខទៅនឹងដីបន្ទាប់មក Alien ចាប់ផ្ដើមបញ្ជា Ricky ឲ្យធ្វើតាមដែល Alien បញ្ជាក៏បានដេញវាយប្រហារ
Tom និង Jake ប៉ុន្តែក៏បានជ្រុលចង្កូតធ្លាក់ចុះទៅខាងក្រោមហើយពួក alien ចាប់ដើមវាយប្រហារ Jake ហើយ Tom និង Jake នឹងក៏បានព្យាយាមវាយជាមួយនឹង alien វិញចំណែកឯ Jake រត់ទៅបើកទ្វារបង្អួចតែក៏បានជាប់កន្លឹះចំណែកឯបងប្អូនរបស់ពួកគេក៏បានមកសុំលេងជាមួយដែរមិនបានដឹងថាបងកំពុងតែជួបគ្រោះថ្នាក់នោះទេបន្ទាប់ពីបងហៅពួកគេឲ្យបើកទ្វារឲ្យពួកគេក៏សម្រេចចិត្តបើកទ្វារឲ្យតែនៅតែធ្វើដូចជាធម្មតាដដែលភ្លាម alien បានលោតបើកទម្លុះបង្អួចកញ្ចក់ចុះមកខាងក្រោមធ្វើឲ្យពួកគេភ័យយ៉ាងខ្លាំងជាពិសេសគឺហាញញ៉ាតែម្ដងគេបានស្រែកថាគឺជាសត្វអ្វីនឹងមិនក៏បានមុខដូចឆ្កែអញ្ចឹងពួកគេក៏បាននាំគ្នារត់ចុះទៅខាងក្រោមតែបិទទ្វារមិនទាន់ត្រូវបាន alien បាញ់ចំថមនិងជែកប៉ុន្តែมันអាចបញ្ជាពួកគេបានទេពួកគេពិតជាឆ្ងល់ខ្លាំងមែនតើហេតុអ្វីបានជាពួកគេមិនខ្លាយទៅជាខ្មោចឆៅ alien ដូចជា Ricky បន្ទាប់មកថមបានយកទូរស័ព្ទខលទៅ911តែវាអត់មានសេវាទេហើយក៏បានឃើញទូរស័ព្ទលើតុមួយទៀតទេទៅកាន់ប៉ូលីសក៏បានចូលតែនិយាយគ្នាមិនទាន់ដឹងអីផង alien បានកាត់ផ្ដាច់ខ្សែភ្លើងទូរស័ព្ទនឹងបាត់ទៅកំពុងតែភ័យនឹងពួកគេបានឮសំឡេងនរណាម្នាក់គោះបង្អួចពេលបើកមើលទៅក៏បានឃើញ Ricky ជាប់នឹងខ្សែសំយ៉ងក្បាលចុះទៅខាងក្រោមហើយមេ alien ម្នាក់បានបញ្ជាវិស្វកររបស់គាត់ដោយជា alien តូចញាប់មួយឲ្យវាប្រហារពួកក្មេងៗតែ alien ម្នាក់នឹងជា alien ចិត្តល្អមិនចង់ធ្វើបាបមនុស្សឡើយមេ alien បានទាញយកឧបករណ៍បញ្ជាហើយស្រែកសម្លុតឲ្យក្មេងយ៉ាងខ្លាំងHumans will pay. វាយផងស្រែកផងហើយសម្ដីទាំងអស់នឹងក៏បានបញ្ជូនទៅកាន់ Ricky ដែលវាធ្វើឲ្យក្មេងៗពិតជាភ័យខ្លាំងមែនទែនហើយ Ricky ក៏បានធ្លាក់ចុះទៅខាងក្រោមមួយតង់ទៀតតាមពិតទៅឧបករណ៍នឹងគឺមានប្រសិទ្ធភាពទៅលើតែមនុស្សពេញវ័យតែប៉ុណ្ណោះដូច្នេះហើយ Tom និង Jake ក៏បានរៀបចំគម្រោងមួយទៀតគឺមិនឲ្យចាស់ដឹងនោះទេដើម្បីកុំឲ្យ alien បញ្ជាពួកគាត់ធ្វើជាទ័ពរបស់ពួកគេបានប៉ុន្តែនិយាយមិនទាន់ផុតពីមាត់ផងស្រាប់តែហាញញ៉ានឹងបានរត់ទៅប្រាប់ឪពុកម្ដាយរបស់ពួកគេបាត់ទៅហើយប៉ុន្តែពួកគេមិនជឿនោះទេដោយសារតែហាញញ៉ានៅក្មេងគឺថាគេនិយាយលេងតែប៉ុណ្ណោះហើយ Tom ក៏បានមកយកប្អូនទៅបន្ទប់វិញហើយក៏ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងនោះដែរហើយក៏បានពិភាក្សាគ្នាបន្តទៀត Thomas និង Jake បានទៅលួចមើលពួក alien និយាយគ្នាតាមបង្អួចហើយក៏បានឃើញពួកវាចាប់កណ្ដុរហូបទាំងរស់តែម្ដងដែលមើលទៅគឺពិតជាគួរឲ្យខ្ពើមខ្លាំងមែនតើបន្ទាប់មកពួក alien បានប្រើឧបករណ៍ scan ផែនទីមួយដើម្បីស្វែងរកម៉ាស៊ីនដែលអាចទាក់ទងទៅកាន់ alien ទៀតបានដែលម៉ាស៊ីននោះស្ថិតនៅក្រោមផ្ទះរបស់ពួកគេតែម្ដងកំពុងតែមើលនឹង Tom និង Jake បានល្បេះដៃធ្លាក់ចុះទៅខាងក្រោមតែពួកគេមិនអីទេក៏បានក្រោកមកនិយាយគ្នាភ្លាមតែម្ដង Bethany បានដើរមករកសង្សាររបស់ខ្លួនត្រូវបានពួកក្មេងៗនិយាយបង្រៀនដានដោយសារតែ Ricky កំពុងតែត្រូវពួក alien នឹងគ្រប់គ្រងក៏បានប្រាប់ឲ្យគេដើរទៅផ្លូវផ្សេងទៅបន្ទាប់មកពួកគេចូលទៅពិភាក្សាគ្នានៅក្រោមផ្ទះពេលនោះដែរ Jake ចង់ចាត់ការ alien នោះចោលតែម្ដងក៏បានទាញដំបងមួយហើយនាំបងប្អូនដែលចូលទៅកន្លែងចិនដើវិញក៏បានឃើញចិនដើបើគេក៏បានទាញកំភ្លើងជួបាញ់ភងផាំងគេគិតថាបានសម្រេចហើយខំតែតែស្រាប់តែពួក alien នោះបានបោះដុំចម្លែកមួយដូចជាក្រុមបុកបែកនុយក្លេអ៊ែរអញ្ចឹងតាមពិតទៅវាគឺជាឧបករណ៍បិទទំនាញផែនដីនៅពេលដែលវាដំណើរការធ្វើឲ្យក្រុមរបស់ Jake ហោះអណ្ដែតទៅលើដំបូលធ្វើអ្វីមិនបានឡើយភ្លាមThomas ដើរចូលមកជាមួយនឹងកំភ្លើងរបស់គេហើយក៏ហោះឡើងទៅលើដូចគ្នាចំណែកឯពួក alien ប្រើប្រាស់ស្បែកជើងទំនាញផែនដីរួចហើយក៏ចោលដើរមកខាងក្រោមដើរទៅរកឪពុកម្ដាយរបស់ Tom តែម្ដងឃើញអញ្ចឹងក៏បានប្រើកំភ្លើងរបស់គេបាញ់ឲ្យធាក់ខ្លួនរបស់គេទៅជិតបំពង់ពន្លត់អគ្គីភ័យមួយរួចហើយបានជិះបំពង់ហោះទៅបិទទ្វារបានសម្រេចហើយក៏បានសហការគ្នាជាមួយនឹង Jake វាយបំបែកអាដុំទំនាញផែនដីនឹងធ្វើឲ្យវាបែកហើយពួកគេក៏បានធ្លាក់ចុះមកខាងក្រោមវិញទាំងអស់គ្នារួចហើយក៏បានវាយគ្នាជាមួយនឹងពួក alien អ្នកខ្លះប្រើប៉ែលអ្នកខ្លះប្រើកំភ្លើងបាញ់គូត alien បុចពួក alien ឈឺពេកក៏រត់ឡើងទៅលើវិញតែក៏បានធ្លាក់ឧបករណ៍បញ្ជា Ricky ផងដែរកូនភ្លោះពីរនាក់នោះស្មានតែដៃកែមក៏រើសយកមកចុចលេងធ្វើឲ្យ Ricky នឹងគឺបានបញ្ជាដោយពួកគេទាំងពីរនាក់ហើយក៏បានធ្វើឲ្យប្រកាច់ប្រកាន់ម្នាក់ឯងហើយក៏បានបញ្ជាឲ្យរត់បុកផ្ទះបុកឡានត្រឡប់តបដងរួចហើយបញ្ជាឲ្យគេផ្ទះកំភ្លៀងខ្លួនឯងផាច់តែពួកគេពិតជាសប្បាយខ្លាំងមែនទែនហើយនៅពេលដែលចុចប៊ូតុងមួយនោះធ្វើឲ្យ Ricky ដឹងខ្លួនមកវិញក៏បានឃើញឡានរបស់គេកំពិតគេពិតជាខឹងនឹង Tom ខ្លាំងមែនទែនក៏ចង់ស្រែកជេរ Tom តែត្រូវបានអាចនឹងលេចុចឲ្យគេស្កប់ខ្លួនវិញហើយចៃដន្យមែនទែនពេលហ្នឹង Bethany បានដើរមកដល់នៅពេលដែលចុចឲ្យដំណើរការមកវិញហ្នឹងបែរជាជេរចំ Bethany ទៅវិញធ្វើឲ្យ Bethany ខឹងនឹងគេខ្លាំងមែនទែនក៏បានទះគេមួយកំភ្លៀងទៅសួរតែផ្លាច់បន្ទាប់មកពួកគេក៏បានយកតេឡេនោះទៅទុកហើយនាំគ្នាចូលទៅខាងក្នុងដើម្បីស៊ើបមើលសភាពការរបស់ពួក alien បន្តទៀតពេលនោះដែរពួកគេបានដឹងថាពួក alien កំពុងតែដើរតាមបំពង់កម្ដៅអញ្ចឹងហើយពួកគេបានបើកម៉ាស៊ីនកម្ដៅនោះឲ្យកាន់តែក្ដៅធ្វើឲ្យពួក alien រត់ជន់ជើងគ្នានៅក្នុងបំពង់នោះលឺសូរតែធុងតាំងប៉ុន្តែភ្លាមឪពុករបស់ពួកគេ
បានចេញមកដោយសារតែពួកគេបើកឲ្យក្តៅនៅក្នុងពេញទីហើយក៏បានបញ្ជាពួកគេបិទម៉ាស៊ីនកម្ដៅនោះវិញពួកគេគិតថាបើសិនឪពុកម្ដាយរបស់ពួកគេនៅក្នុងផ្ទះនឹងពួកគេមិនអាចធ្វើអ្វីបានឡើយដូច្នេះពួកគេបានរកវិធីសាស្ត្រមួយហើយនាំគ្នាទៅមាត់សមុទ្រក៏បានឃើញ Bethany កំពុងតែសាកសងស្នេហាជាមួយនឹង Ricky ពួកគេក៏បានបញ្ជាឲ្យ Ricky ចាប់បោះ Bethany ចូលទៅក្នុងទឹកសមុទ្ររួចហើយពួកក្មេងៗបញ្ជា Ricky ឲ្យហែលទៅលើគោកចូលទៅក្នុងផ្ទះវិញរួចហើយបានប្រាប់ឪពុកម្ដាយរបស់ Tom ថាពួកគាត់ត្រូវទៅពិភាក្សារឿងទឹកភ្លើងទាំង3នាក់បើមិនដូច្នេះទេគេផ្ដាច់មិនឲ្យប្រើប្រាស់បានឡើយពួកគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនដែលឃើញសកម្មភាពរបស់ Ricky ឈួតលបបែបហ្នឹងតែទោះបីជាយ៉ាងណាក៏ដោយពួកគាត់ក៏បានចាក់ចេញទាំង3នាក់ទៅក្រៅតាម Ricky ប្រាប់ទៅបន្ទាប់ពីឪពុកម្ដាយចេញទៅក៏បានដៃក្រុមក្មេងៗពួកគេក៏បាននាំគ្នាឡើងទៅខាងលើហើយយកអាផាគ្របបែកហ្នឹងគប់ចូលទៅក្នុងរន្ធនឹងផ្ទុះលឺស៊ូតែប៊ឹងក្រុមអេលៀននឹងក៏បានស្រែករញ៉ៃរត់ឡើងខ្មាញ់ជើងតែម្ដងហើយក៏អេលៀនវិស្វករដែលជាស្លូតជាងគេនឹងដែលមានឈ្មោះថា Spark បានផងធ្លាក់ចុះទៅខាងក្រោមចំបន្ទប់ហញ្ញាដែលកំពុងតែពោនៅក្រោមគ្រែហញ្ញាបានអើតក្បាលចែងមកមើលក៏បានឃើញមុខអេលៀននឹងគេពិតជាភ័យខ្លាំងមែនទែនក៏បានស្រែកយ៉ាងខ្លាំងតែពេលបានឃើញ Spark ធ្លាក់មកប្រកាច់ប្រកាន់ទៀតនឹងអាប្រដាប់ក្មេងលេងរើមុនរួចហញ្ញាឃើញចឹងក៏អាណិតក៏បានទៅជួយដោះឲ្យវាហើយក៏បានរាប់អានគ្នាធ្វើជាមិត្តភក្តិបន្ទាប់មកហញ្ញាបានបញ្រៀន Spark ចុច piano លេងតន្ត្រី Spark បានចាប់អារម្មណ៍ខ្លាំងមែនទែនក៏បានប្រើដៃទាំង4របស់គេនឹងលេង piano ផងចាក់ DJ ផងលេងជាមួយនឹងហញ្ញាយ៉ាងសប្បាយរីករាយ Thomas និង Jake បានឮសំឡេងចេញពីបន្ទប់ហញ្ញាពួកគេនាំគ្នារត់មកមើលទៅក៏បានឃើញហញ្ញានិង Alien នឹងនៅជាមួយគ្នាហើយបំរុងនឹងទៅវាយ Alien នឹងហើយតែត្រូវបានហញ្ញាខាត់បងប្រុសថាកុំវាយអីនឹងគឺជាមិត្តភក្តិរបស់គេទេហើយវាចិត្តល្អខ្លាំងណាស់បន្ទាប់មកពួកគេក៏បាននាំគ្នាសួរអំពីគោលបំណងពិតប្រាកដរបស់ Alien មកកាន់ផែនដីប៉ាកបានបញ្យល់ពួកគេថាគឺមានម៉ាស៊ីនមួយយ៉ាងកប់នៅក្រោមផ្ទះនេះហើយគ្មានអ្នកណាដឹងនោះទេហើយ Alien ពួកគេនឹងយកម៉ាស៊ីននឹងយកមកប្រើដើម្បីផ្ដល់សញ្ញាឲ្យ Alien ដទៃទៀតដែលនៅភពផ្សេងចុះមកផែនដីដើម្បីគ្រប់គ្រងនិងយកមនុស្សធ្វើជាទេសកលក្រុមក្មេងៗលឺហើយពិតជាភ័យខ្លាចយ៉ាងខ្លាំងថាតើពួកគេត្រូវដូរភពរស់នៅមែនទេចំណែកឯមេ Alien មួយទៀតក៏បានចេញពីចានបង្គន់ចំកន្លែងលោកយាយណាណាកំពុងតែដូរថ្មិញហើយ Alien នឹងក៏បានលួចបាញ់គាត់ពីក្រោយហើយក៏បានបញ្ជាគាត់ឲ្យទៅជួយជាមួយនឹងក្មេងៗលោកយាយណាណាមានកម្លាំងខ្លាំងដូចជាអញ្ចឹងបានទៅកំទេចទ្វារហើយក៏បានចូលទៅខាងក្នុងបន្ទប់ទៅដណ្ដើម Alien វិស្វករចេញពីក្រុមក្មេងៗវិញព្រោះអីបើគ្មាន Alien វិស្វករនឹងទេពួកគេក៏មិនអាចបញ្ជាម៉ាស៊ីននឹងបានដែរហញ្ញាឃើញអញ្ចឹងក៏បានប្រាប់ឲ្យ Spark ចូលទៅលាក់ខ្លួននៅក្នុងកាបូបទឹកក្រូចមួយហើយពួកគេក៏បានចាប់ផ្ដើមវាយគ្នាដណ្ដើមគ្នាពេញបន្ទប់នោះតែម្ដងក៏បានចាប់មេ Alien ម្នាក់ដាក់ចូលក្នុងទ្រុងតែភ្លាម Alien 2នាក់ទៀតក៏បានមកដល់ហើយក៏ជីស្គីទៅឆក់យកកាបូបនោះបានម្នាក់អ្នកបើកម្នាក់អ្នកបាញ់អញ្ចឹងហើយក៏បានជីស្គីនឹងទៅយ៉ាងលឿនតែតាមពិតទៅគ្មានអ្នកណានៅក្នុងកាបូបនឹងទេប៉ាកបានពូននៅក្នុងភួយហើយពួកគេថែមទាំងដណ្ដើមយកបានតេលេបញ្ជារបស់លោកយាយណាណាទៀតផងតែចុងក្រោយអីពេលនឹងស្រាប់តែមានប៉ូលីសម្នាក់ក៏បានមកដល់ផ្ទះរបស់ពួកគេហើយក៏បានថាឲ្យក្មេងៗដែលខលទៅកុហកប៉ូលីសថាមានអេលៀនធ្វើអញ្ចឹងគឺវាខុសនឹងច្បាប់ស្របពេលជាមួយគ្នានឹងដែរឪពុកម្ដាយរបស់ពួកគេក៏បានត្រឡប់មកវិញដូចគ្នាក៏បានសុំទោសទៅកាន់ប៉ូលីសដែលកូនរបស់គាត់ធ្វើរឿងបែបនេះហើយក៏បានបបួលប៉ូលីសទៅញ៉ាំអាហារនៅពេលល្ងាចជុំគ្នាទៀតផងអេលៀនម្នាក់បានស្កេនឃើញប៉ូលីសមានកំភ្លើងបំរុងនឹងបាញ់ទៅហើយតែត្រូវបានជែកមករំខានហើយក៏បានដេញអេលៀននោះបានរត់ចូលទៅក្នុងបន្ទប់វិញជែកបានរត់ដេញតាមតែត្រូវបានអេលៀនទាំងពីរនាក់នឹងបាញ់គេចាប់គេបានហើយចងដៃចងជើងគេយកគេចូលទៅបន្ទប់ក្រោមដីកន្លែងជីកម៉ាស៊ីនបើកផូថលខណៈដែលអ្នកទាំងអស់គ្នាកំពុងតែញ៉ាំអាហារហើយ Spark បានយក hot dog មកញ៉ាំនឹងគេដែរ No. តែពេលនឹងដែរមេអេលៀនដែលពួកគេចាប់បាននឹងក៏បានរួចចេញពីក្នុងទ្រុងហើយលួចយកប្រដាប់បញ្ជាក៏បានទៅលួចបញ្ជាឲ្យ Ricky ដើរចេញពីផ្ទះមកហើយក៏បានទៅដណ្ដើមយក Spark ដែលស្ថិតនៅក្នុងកាបូបរបស់ហញ្ញាក្រុមក្មេងៗឃើញសភាពការមិនស្រួលក៏ចង់រត់អញទៅតាមតែត្រូវបានឪពុកម្ដាយរបស់ពួកគេគាត់អញ្ចឹងគេក៏បានយកតេលេបញ្ជានោះហើយក៏បានបញ្ជាឲ្យលោកយាយណាណាជួយគាត់ក៏បាននិយាយថាឲ្យក្មេងៗទៅលេងទៅហើយគាត់បានដើរតាមក្មេងៗពីក្រោយដូចជាមនុស្សយន្តអញ្ចឹងពេលចូលទៅដល់ខាងក្នុង Ricky បោះ Spark ចូលទៅក្នុងបន្ទប់ក្រោម
មដីរួចចាក់សថែមទាំងលេបកូនសោចូលទៅក្នុងពោះវីនទៀតផងរួចហើយក៏បានបញ្ជារីគីទៅប្រយុទ្ធជាមួយនឹងក្មេងៗប៉ុន្តែពួកគេក៏មានលោកយាយណាណាដែរអញ្ចឹងហើយក៏បានបញ្ចេញអេលៀនណាណាដើម្បីទៅទល់ជាមួយនឹងអេលៀនរីគីវិញតែវាដូចជាកែមនិនចាអញ្ចឹងអ្នកណាដែលពួកគេបញ្ជាអ្នកនោះនឹងឈ្នះហើយពួកគេបានបញ្ចេញក្បាច់កូនកុងហ្វូហក់លោតវាយទាត់ធាក់បាក់ចិនដើបាក់អីអស់ហើយតែពេលនឹងដែរបេសានីក៏បានមកទាន់ហើយក៏បានឃើញលោកយាយណាណាហើយក៏សាហាវម្លេះក្មេងៗបានបញ្ជាលោកយាយណាណានឹងឲ្យវាយចំកន្លែងកងតាក់រីគីចឹងហើយគេក៏បានត្រឡប់មកជាមនុស្សធម្មតាវិញតែពួកគេមិនបានដឹងនោះទេក៏បានបញ្ជាឲ្យលោកយាយណាណាឲ្យប្រើជើងរន្ទះលោតធាក់រីគីឲ្យប៉ើងធ្លាយជញ្ជាំងធ្លាក់ចុះទៅខាងក្រោមហើយមេអេលៀនបានចុះតាមអំពូលភ្លើងមកនិយាយជាមួយនឹងបេសានីធ្វើឲ្យគេគៀងស្ញាញ់និយាយអ្វីមិនចេញនោះទេឪពុកម្ដាយរបស់ពួកគេក៏បានដើរចូលមកឃើញសកម្មភាពរញ៉េរញ៉ៃគាត់ពិតជាខឹងនឹងក្រុមក្មេងៗជាខ្លាំងក៏ឲ្យពួកគេចូលទៅក្នុងបន្ទប់ដើម្បីអប់រំកូនចំណែកឯអេលៀនវិស្វករនេះវិញទោះបីជាគេព្យាយាមបដិសេធយ៉ាងណាក៏ដោយត្រូវបានមេអេលៀនបង្ខំគេឲ្យគេចុះទៅខាងក្រោមដើម្បីបើកម៉ាស៊ីនផេថលបេសានីក៏បានចូលទៅជួបជាមួយនឹងបងប្អូនរបស់ពួកគេនៅក្នុងបន្ទប់ហើយក៏បានសួរថាហេតុអ្វីមិនបន្តបេសកកម្មនឹងបន្តទៀតពួកគេបានឆ្លើយថាពួកគេចុះចាញ់ហើយព្រោះបន្តិចទៀតនឹងមានអេលៀនជាច្រើនចុះមកកាន់ភពផែនដីហើយគ្រប់គ្រងផែនដីរបស់យើងតែម្ដងប៉ុន្តែពេលនឹងដែរស្រាប់តែពួកគេគិតឃើញថាបើគង់តែនឹងស្លាប់ដដែលហេតុអ្វីមិនព្យាយាមដោះស្រាយបញ្ហានេះសាកល្បងក្រែងលោវាអាចជោគជ័យដោយមានការសហការគ្នានិងលើកទឹកចិត្តគ្នាថមបានដឹកនាំក្រុមរបស់គេធ្វើបេសកកម្មនឹងបន្តទៀតចឹងហើយពួកគេក៏បាននាំគ្នាលួបលួចចូលទៅក្នុងបន្ទប់ក្រោមដីនៅពេលដែលគេដើររកចុះឡើងក៏បានឃើញចេកហើយបេសានីក៏បានទៅជួយជាមួយនឹងរីគីពេលរីគីដឹងខ្លួនមកវិញគេក៏មានអារម្មណ៍ថាខឹងសប្បាហើយឆ្ងល់ថាហេតុអ្វីបានជាគេចេះតែសន្លប់រហូតអញ្ចឹងហើយពេលដឹងខ្លួនមកវិញខ្លួនឯងនៅកន្លែងផ្សេងខុសគ្នារហូតបេសានីបាននិយាយប្រាប់គេថាពួកគេត្រូវបានវាយប្រហារដោយអេលៀនតែរីគីមិនជឿនោះទេថែមទាំងមើលងាយទៅកាន់ក្រុមក្មេងៗទៀតផងធ្វើឲ្យបេសានីខឹងនឹងរីគីតែម្ដងហើយក៏បានប្រាប់ថាក៏មើលងាយបងប្អូនរបស់ខ្ញុំរីគីមិនខ្វល់នោះទេគេក៏បានសម្ញែងរើថាបេសានីគេក៏មិនអស់ចាអ្វីនោះដែរហើយគេក៏ជប់ខ្វល់នឹងគ្រួសាររបស់នាងទៀតដែរពួកគេក៏បានបែកគ្នាទៅហើយថមក៏បានមកលួងលោមបងស្រីរបស់ខ្លួនហើយក៏បង្ហាញឧបករណ៍បញ្ជារីគីឲ្យនាងឃើញបេសានីក៏បានសើចចំណែកឯក្រុមអេលៀននេះវិញពួកគេបានបញ្ជាឲ្យស្ប៉ាកបើកម៉ាស៊ីនផេថលទាក់ទងទៅក្រុមកាន់អេលៀនដទៃទៀតក្រុមក្មេងៗបានរៀបចំគម្រោងដើម្បីទប់ទល់នឹងពួកអេលៀននឹងម្ដងទៀតដែរពួកគេក៏បានយកកូកាកូឡាដាក់ជាមួយនឹងស្ករគ្រាប់មែនតុលបោះចូលទៅកន្លែងអេលៀនធ្វើឲ្យមានភាពរញ៉េរញ៉ៃហើយពួកគេក៏បានចេញមកដេញចាប់អេលៀននឹងដាក់ក្នុងធុងសម្រាមក៏បានមកជួយស្ប៉ាកបានសម្រេចហើយថម៉ាស់បានយកកំភ្លើងបាញ់មេអេលៀនម្នាក់ចូលទៅក្នុងម៉ាស៊ីនហើយម៉ាស៊ីននឹងក៏បានឆ្លងចរន្តបាញ់មេអេលៀននឹងចូលទៅក្នុងព្រៃពួកគេគិតថាជោគជ័យហើយក៏បាននាំគ្នាសប្បាយអរដែលបានកម្ចាត់អេលៀនប៉ុន្តែម៉ាស៊ីននោះបានធ្វើឲ្យអេលៀននឹងคล้ายទៅជាអេលៀនយក្សដ៏ធំមួយហើយក៏បានចេញពីក្នុងព្រៃស្រែកគំរាមទៅកាន់ក្មេងៗ It's over. I win. ហើយអេលៀននោះក៏បានដើរដាក់កំណត់ទីតាំងម៉ាស៊ីននោះបន្តទៀតក្រុមក្មេងៗបានដើរចែកជើងគ្នាធ្វើការដោយថមនឹងជែករត់ទៅយកកំភ្លើងអេលៀនបានហើយក៏បានដាក់ចូលទៅក្នុងម៉ាស៊ីនហើយបានបំលែងវាឲ្យទៅជាកំភ្លើងធំមួយចំណែកឯបេសានីវិញក៏បានធ្វើការវាយគ្នាជាមួយនឹងអេលៀន2នាក់ទៀតយ៉ាងសាហាវចំណែកឯមេអេលៀនធំនោះបានចុចបញ្ជាបង្ហោះម៉ាស៊ីននឹងទៅលើអាកាសបានសម្រេចក្រុមឪពុកម្ដាយរបស់ពួកគេក៏បានឃើញហើយក៏គិតថាជាកំជ្រួចធម្មតាតែប៉ុណ្ណោះហើយពួកគាត់ក៏មិនបានខ្វល់ខ្វាយជាមួយនឹងវាច្រើននោះដែរព្រោះពួកគាត់មិនបានដឹងរឿងអ្វីនោះឡើយហើយគិតថាវាក៏ជាអាចផ្កាយផងដែរនៅកន្លែងប្រយុទ្ធគ្នានេះវិញពួកគេបានវាយគ្នាវាយចុះវាយឡើងក៏បានឃើញអេលៀនមួយទៀតបាញ់ខ្លួនវាបង្រីខ្លួនឲ្យធំហើយបំរុងនឹងវាយប្រហារថមហើយនឹងគេក៏បានបាញ់ចំមេលៀនមួយទៀតរួចហើយក៏បានធ្វើការវាយប្រហារគ្នាយ៉ាងសាហាវដោយមានការបញ្ជាពីបងប្អូនភ្លោះ2នាក់អាតហើយនឹងលីពួកគេក៏បានបញ្ជាឲ្យវាយគ្នាទៅវិញទៅមកខណៈដែលពីនោះដែរហញ្ញានិងអេលៀនវិស្វករក៏បានបញ្ជាម៉ាស៊ីននោះឲ្យវាបំរុញមកតូចវិញពួកអេលៀន2នាក់នោះវាយគ្នាចុះឡើងក៏បានមកដល់ម៉ាស៊ីននឹងរួចហើយបានបាញ់ពួកវាបំរុញឲ្យមកតូចវិញទៅអេលៀន2នាក់ទៀតបានរត់រួចចំណែកឯអេលៀនមួយទៀតនឹងត្រូវបានម៉ាស៊ីននោះស្រូបឲ្យកាន់តែតូចក្រុមក្មេងៗពួកគេពិតជាសប្បាយចិត្តយ៉ាងខ្លាំងគឺថានឹងជោគជ័យម្ដងទៀតហើយប៉ុន្តែសប្បាយចិត្តមិនទាន់បានប្រមាណផងនឹងស្រាប់តែអេលៀនដទៃទៀតក៏បានចុះមកដល់ភពផែនដីហើយមានយានជាច្រើនចុះមកផងដែរឃើញអញ្ចឹងពួកគេពិតជាភ័យតក់ស្លុតខ្លាំងមែនតើគឺថាចប់ហើយផែនដីប៉ុន្តែភ្លាមនោះអេលៀនវិស្វករបានទាក់ទងទៅកាន់
ក្រុមអេលៀននៅក្នុងយានក៏បានស្រែកឲ្យពួកគេដកថយទៅបេសកកម្មរបស់គេបានបរាជ័យហើយគឺមនុស្សនឹងគឺឆ្លាតណាស់ពួកគេបានកំទេចម៉ាស៊ីនរបស់យើងហើយបើចុះមកប្រកាសជាឡាប់ទាំងអស់គ្នាហើយក្រុមអេលៀនទាំងអស់នឹងឮហើយក៏ភ័យស្លន់ស្លោរួចហើយក៏បានហោះបកក្រោយវិញហើយក្មេងៗពិតជាអរគុណទៅកាន់អេលៀនតូចនេះយ៉ាងខ្លាំងហើយក៏បានសុំ Spark ឲ្យរស់នៅជាមួយនឹងពួកគេធ្វើជាគ្រួសារនឹងគ្នាតែ Spark បានយករូបថតឲ្យពួកគេមើលតាមពិតទៅអេលៀនតូចនឹងក៏មានគ្រួសារដែរអញ្ចឹងហើយគេក៏ត្រឡប់ទៅជួបគ្រួសារគេវិញទៅបន្ទាប់មកពួកគេក៏បានធ្វើការលាគ្នាយ៉ាងកំសត់រួចហើយក៏បានឡើងលើយានហោះត្រឡប់ទៅភពរបស់គេវិញបាត់ទៅបន្ទាប់ពីសភាពការបានស្ងប់ស្ងាត់ទៅគ្រួសាររបស់គេបានចាប់ផ្ដើមស្រឡាញ់គ្នាឡើងវិញហើយក៏បាននាំគ្នាដើរលេងកម្សាន្តស្ទូចត្រីនៅមាត់សមុទ្រយ៉ាងសប្បាយរីករាយហើយយើងក៏បានឃើញអេលៀនមួយនោះងើបចេញពីទឹកតែត្រូវបានសត្វឥន្ទ្រីមកចាប់យកទៅហូបបាត់ទៅដោយសារវាគិតថាជាបង្គួយហើយយើងក៏មិនដឹងថាអេលៀនពីរនាក់ទៀតបាត់ខ្លួនទៅណាដែរចំណែកឯរីគីបានទៅជួបសង្សារថ្មីរបស់គេតែត្រូវបានបេស្នីបានមកសងសឹកដោយបញ្ជាគេតាមតេឡេឲ្យគេរួមប្រកាច់ប្រកិនដោយមនុស្សឈួតនៅមុខសង្សារថ្មីគេហើយបានឲ្យគេលោតចុះលោតឡើងបុកចិញ្ចៀងបុកសសរធ្វើឲ្យគេបែកពងអស់ទៅហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមកន្លែងនឹងដូចគ្នាអរគុណសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយបាយ